បាទឥឡូវសមត្ថកិច្ចបណ្ដេញខាត់រថយន្តលិចស៊ីមកគ្រឿងបាទផ្អើលលើផ្លូវហាណូយតែម្ដងបាទនៅជាប់នឹងស្តុបស្ពានអាកាសសាទរហើយប្រិមិត្តទស្សនិកជនយើងទាំងអស់គ្នាបាទគឺមានការយកម៉ូតូយកឲ្យមកបិទបាំងរថយន្តបាទខាងលើនឹងមិនឲ្យបន្តដំណើរទៅមុខណាប្រិមិត្តទស្សនិកជនហើយមើលទៅជាជនជាតិបរទេសបាទនេះគឺជាជនជាតិបរទេសបងកាត់អីបងកាត់អីគាត់កាត់អីបងបើយើងឃើញថាកណ្ដាលសមត្ថកិច្ចយកការខាត់រថយន្តជនជាតិចិនបាទមួយគ្រឿងរបស់យើងមិនដឹងថាករណីអីនៅឡើយទេបាទឥឡូវនេះយើងឃើញថាកម្លាំងសមត្ថកិច្ចបាននៅខណ្ឌសែនសុខបាទគឺមានការយកម៉ូតូបាទបាំងរថយន្តខាងលើនេះតែម្ដងណាបាទគឺបដិញមកតែម្ដងបាទឥឡូវនេះយើងឃើញថាបាទប្រភេទនេះគឺប្រភេទLexus បាទ GS 300ប្រភេទទស្សនិកជនយើងទាំងអស់គ្នាកម្លាំងច្រើនហើយយកម៉ូតូបានមកខ្លួនឯងសកាត់ទៅខ្លាខាងខ្សែសុករីទៅវិញបាទយើងអត់ទាន់ដឹងមូលហេតុដល់ឡើយទេណាទស្សនិកជនយើងទាំងអស់គ្នាបាទយើងអត់ទាន់ដឹងមូលហេតុដល់ឡើយទេសម្រាប់ពាក់ព័ន្ធនឹងករណីខាងលើបាទអត់ទាន់ដឹងមូលហេតុទេបាទគឺបដិញតាំងពីដូចជាខាងស្តុបសាទរហើយគឺរថយន្តគឺមកបាទឥឡូវកម្លាំងសមត្ថកិច្ចឲ្យចុះពីលើរថយន្តប្រិមិត្តទស្សនិកជនយើងទាំងអស់គ្នាបាទឲ្យចុះពីលើរថយន្តណាបាទผมចង់ចេញមិត្តយើងអស់គ្នាเป็นอะไรค่อยเป็นจนจับVâng. Bàប្រិមត្តទស្សនិកជនយើងទាំងអស់គ្នាឥឡូវនេះសមត្ថកិច្ចយកទៅឲ្យមកយើងអស់គ្នាបាទទៅលឺថាបញ្ជូនទៅកន្លែងទីតាំងកន្លែងដើមបាទតែយកទៅនៅទីតាំងបាទយើងឈប់បាទទីតាំងដែលខាត់រថយន្តLexusបាទប្រភេទ GS 300ដែលបើកគាត់ដល់ជនជាតិចិនចំនួន2នាក់នេះគឺនៅនឹងបាគៀកនឹងស្ពានអាកាសសាទរហើយតែម្ដងបាទនៅលើផ្លូវហាណូយបាទនេះបាទដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញប្រិមិត្តបាទពាក់ព័ន្ធនឹងករណីខាងលើណាបាទហើយកម្លាំងសមត្ថកិច្ចបាទគឺយកម៉ូតូបាំងពីមុខជាច្រើនម៉ូតូហើយរួមមានកម្លាំងអន្តរាគមន៍ពិសេសនៅខណ្ឌសែនសុខណាបាទហើយជនជាតិចិនហ្នឹងគឺឥឡូវនេះគឺទៅនេះមិនយើងមិនមកទេបាទយើងទៅតាមកម្លាំងសមត្ថកិច្ចគាត់ណាបាទយើងអត់ទាន់បញ្ជាក់ 100% ថាជាករណីអ្វីពិតប្រាកដទេណាប្រតិជនយើងទាំងអស់គ្នា
การสปรังการสปมุนการสปรังนั้นการสปรังเราพูดបាទឥឡូវនេះយើងមកដល់នឹងអធិការខណ្ឌសែនសុខហើយប្រិយមិត្តទស្សនិកជនយើងទាំងអស់គ្នាបាទហើយសម្រាប់នឹងការខាត់បាទជនជាតិចិនចំនួន2នាក់បាទហើយរថយន្ត Lexus បាទប្រភេទ GS 300ប្រិយមិត្តទស្សនិកជនបាទនេះគឺជាអ្នកបើកបររថយន្តប្រិយមិត្តបាទជាអ្នកបើកបរ
បងប្អូនប្រិមត្តជនដោយសារមុននេះតបផ្សាយជិះតោឥឡូវនេះគឺថាកម្លាំងអន្តរកម្មរបស់ខណ្ឌថៃកុកបាទនាំខ្លួនជនជាតិចិន2នាក់គាត់នៅក្នុងបកនៅវត្តកតទេបាទឥឡូវនេះឃើញថាកម្លាំងសមត្ថកិច្ចបានយកបាទឥឡូវនេះគឺនាំខ្លួនមកដល់ហើយខ្ញុំដាក់ចិត្តនេះយកម្នាក់នេះទៀតយើងអត់ដឹងថាជាអ្នកណាទេណាគាត់យើងអស់នេះអូវាយគ្នាមកយើងអស់នេះអូនេះជនរងគ្រោះប្រិមត្តឥឡូវនេះទុកឲ្យសមត្ថកិច្ចធ្វើការទៅបាទជនរងគ្រោះប្រិមត្តអូបាទនៅអូនោះត្រូវនៅបាទជនរងគ្រោះត្រូវនៅអូដើរចង់រួចហ្នឹងណាបាទត្រូវឡើងធំហ្នឹងណាបាទរត់បាទជនរងគ្រោះប្រិមត្តបាទជនរងគ្រោះករណីបាទហិង្សាយើងអត់ដឹងច្បាស់ថាអីពិតប្រាកដទេតែគាត់នៅដឹងថានេះជាករណីហិង្សាណាបើដោយសារតែនោះជនរងគ្រោះបាទនោះបាទឡើងធំខ្លួននោះគឺជាជនរងគ្រោះណាទៅតាមជនយើងអស់គ្នាបាទមុននេះគឺកម្លាំងសមត្ថកិច្ចដេញរថយន្តនេះតាំងពីផ្សារកមូនបាទផ្លូវ1007បាទក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញហើយធ្វើការស្ទាក់ចាប់បាននៅត្រង់ចំណុចខាងក្រោមនៃស្ពានអាកាសផ្សារចាំមើលសិនបាទសម្រាប់ពាក់ព័ន្ធនឹងករណីខាងលើណាបាទតើការមានជនរងគ្រោះម្នាក់នេះពាក់ព័ន្ធនឹងករណីហិង្សាបាទវាយគ្នាឬមួយក៏យ៉ាងម៉េចអីឬមួយក៏ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទៀតណាបាទប៉ុន្តែគាត់ថាវាមានការប្រើប្រាស់អំពើហិង្សាវាមិនទៅតែជនយើងទាំងអស់នេះបាទយើងឃើញហើយឥឡូវកម្លាំងសមត្ថកិច្ចកំពុងតែមើលសិនបាទសម្រាប់ពាក់ព័ន្ធនៅក្នុងរថយន្តហ្នឹងណាបាទតាមមានឧបករណ៍អ្វីខ្លះបាទមានអីខ្លះអញ្ចឹងណាបាទដោយសារតែយើងអាចចូលទៅក្នុងអធិការខណ្ឌបានទេបាទចូលបានត្រឹមក្រៅនេះទេបាទសូមអធិស្ឋានបាទសិទ្ធិរបស់អ្នកសារព័ត៌មានគឺមិនអាចចូលទៅដល់ខាងក្នុងបានទេបាទរថយន្តនេះគឺប្រភេទ GS 300មិត្តយើងដាក់ប្រពាក់ស្លាកលេខភ្នំពេញបាទ 2BQ 95និង99បាទ95និង99ដែលត្រូវបានកម្លាំងសមត្ថកិច្ចបាទអន្តរាគមន៍ពិសេសបាទនៃខណ្ឌសែនសុខបាទគឺធ្វើការបដិញតាំងពីម្ដុំផ្សារកមួនហើយដេញកាក់បានបាទនៅនឹងត្រង់ចំណុចនឹងផ្លូវហាណូយបាទភ្នំពេញហាណូយនៅគៀកនឹងស្ពានអាកាសសាទរហ័យតែម្ដងដែលស្ថិតនៅក្នុងសង្កាត់តាខ្លាខណ្ឌសែនសុខរាជធានីភ្នំពេញបាទបដិញពីខាងទឹកដីខណ្ឌសង្កាត់ភ្នំពេញថ្មីប្រិមិត្តទស្សនិកជនយើងទាំងអស់គ្នាបាទសម្រាប់ពាក់ព័ន្ធនឹងករណីខាងលើនេះគ្រាន់តែថាយើងផ្សាយព័ត៌មានបឋមនៅឡើយទេមិនទាន់ច្បាស់ការ 100% ជំរាបជូនទៅដល់បងប្អូនយើងទាំងអស់គ្នានោះទេបាទយើងរងចាំលំអិតបន្ថែមបន្តទៀតបាទសម្រាប់ពាក់ព័ន្ធនឹងករណីខាងលើនេះណាថាតើករណីខាងលើហ្នឹងគឺជនសង្ស័យដែល2នាក់ជាជនជាតិចិនណាបាទដែលសមត្ថកិច្ចគឺធ្វើការបដិញណាប៉ុន្តែគាត់ថាអានេះយើងមកថំថាហឹង្សាបាទវាយបរោះបាច់មិញហ្នឹងគឺយើងឃើញមានការទ្រាំខ្លួនបាទដើរសឹងថាមិនចង់រួចផងអញ្ចឹងណាបាទហើយគាត់ត្រូវបានមិនដឹងថាគាត់រត់ទៅប្តឹងសមត្ថកិច្ចឬមួយក៏ពេលហ្នឹងសមត្ថកិច្ចយើងធ្វើការល្បាតទៅឃើញឬមួយក៏យ៉ាងណាទេប៉ុន្តែក៏ត្រូវបានសមត្ថកិច្ចបដិញរថយន្ត Lexus មួយគ្រឿងហ្នឹងតែម្ដងបាទប្រភេទ GS 300ខាងលើណាបាទគាត់ជនជាតិចិនចំនួន2នាក់បាទដែលលោកប្រិមិត្តបានឃើញអញ្ចឹងបាទគឺដោយប្រើម៉ូតូជាច្រើនគ្រឿងយកទៅបាំងពីមុខរថយន្តផងហើយស្គាក់រថយន្តធំជាច្រើនគ្រឿងផងដើម្បីបង្កាក់ប្រអាក់បាទដំណើរនៃរថយន្ត Lexus មួយគ្រឿងហ្នឹងណាហើយសមត្ថកិច្ចឲ្យចុះដំបងគឺអត់ចុះទេបាទលុះត្រាតែកម្លាំងអន្តរាគមន៍ពិសេសបាទគឺច្រើនមែនទែនហើយសូមធ្វើការនេះកំពុងតែធ្វើការឆែកឆេះឥឡូវសម្រាប់ព័ត៌មានលម្អិតបន្ថែមយើងនឹងធ្វើការបន្ថែមទៅលើគេហទំព័រនៅពេលក្រោយណាបាទយើងនឹងព្យាយាមលម្អិតព័ត៌មាននេះចែកជូនទៅដល់បងប្អូនយើងទាំងអស់គ្នានៅពេលក្រោយ